เรื่องเพลงนมวรวงศ์โซรวงศ์หรือភ្នំគិរីរម្យស្ថិតក្នុងខេត្តកំពង់ស្ពឺឮសូរឈ្មោះនំវរវង្សសូរវង្សយើងសព្វថ្ងៃដូចជាងរឿងឆ្ងល់បន្តិចដែរព្រោះនឹកទៅពុំធ្លាប់បានឮឈ្មោះនេះសោះនៅទីណាឲ្យជាក់ច្បាស់សោះលើកលែងតែអ្នកចាស់ទុំហើយធ្លាប់នៅជិតខាងទីនោះទាល់តែម្ដងតាមពិតឈ្មោះភ្នំវរវង្សសូរវង្សមានជាប់នៅក្នុងរឿងព្រេងយើងគឺគេសម្គាល់យកភ្នំវែងអន្លាយចាប់តាំងពីក្នុងខេត្តកំពង់ស្ពឺរហូតដល់ដីខេត្តកោះកុងសព្វថ្ងៃបើនិយាយឲ្យចំទៅទៀតគឺភ្នំគិរីរម្យនេះឯងឈ្មោះគិរីរម្យជានាមថ្មីទើបតែប្រឌិស្ថានឡើងរវាងឆ្នាំ1930ប៉ុណ្ណោះដូច្នេះហើយបានជាអ្នកផងតែងឆ្ងល់ថាឈ្មោះគិរីរម្យមិនសមជាឈ្មោះទីបរមស្ថានសោះមតិនេះយល់ត្រូវណាស់ព្រោះតាមឯកសារដែលមានខ្លះនៅជំនុំទំនៀមទម្លាប់និងតាមការសាកសួរចាស់ដែលនៅចាំរឿងនេះបានបញ្ជាក់ថាពីដើមភ្នំគិរីរម្យទាំងមូលរួមបញ្ចូលទាំងភ្នំជិតខាងផងអ្នកស្រុកហៅថាភ្នំវរវង្សសូរវង្សទាំងអស់ទើបតែក្នុងរវាងគ្រិស្តសករាជ1930ប៉ុណ្ណោះទើបមាននាមថាគិរីរម្យរឿងនេះកើតឡើងពីដើមហេតុនាំឲ្យកើតឈ្មោះថ្មីនេះគឺកាលនោះព្រះករុណាព្រះបាទសម្ដេចមុនីវង្សទ្រង់បានយាងទៅលំហែកាយនៅលើភ្នំត្រង់ទីនោះហើយព្រះអង្គទ្រង់សពព្រះハរតីនឹងទេសភាពអាកាសធាតុនៅទីនោះណាស់ទើបទ្រង់ប្រោសប្រទាននាមថ្មីថាគិរីរម្យដែលមានន័យថាភ្នំជាទីរីករាយជាប់រហូតមកប៉ុន្តែនាមនេះសម្គាល់ត្រឹមខ្នងភ្នំមួយកន្លែងនោះឯងដូច្នេះបានជាខ្នងភ្នំផ្សេងនៅជិតខាងសុទ្ធតែមាននាមដោយឡែកទៅទៀតដូចជាភ្នំកូនសត្វភ្នំកម្មជ្ជវាតរីឯឈ្មោះដើមដែលអ្នកស្រុកធ្លាប់ហៅថាភ្នំវរវង្សសូរវង្សនោះគឺសំដៅយកតួជួរភ្នំទាំងមូលហើយគេមានទាំងចាំរឿងព្រេងនិទានពីឈ្មោះភ្នំនេះដូចតទៅសេចក្តីដំណាលថាកាលពីព្រេងនាយមានព្រះរាជាមួយអង្គព្រះនាមព្រះបាទសូរិយាសោយរាជ្យនៅក្រសន់នគរព្រះមហាក្សត្រនេះមានព្រះអគ្គមហេសីពីរព្រះអង្គគឺទី1ព្រះនាមវង្សធ្យាមានព្រះរាជបុត្រពីរព្រះអង្គគឺវរវង្សសូរវង្សនិងទី2ព្រះនាមមន្ទាមានព្រះរាជបុត្រមួយអង្គគឺវៃវង្សាចាប់តាំងពីព្រះរាជបុត្រទាំង3អង្គ
មានព្រះជន្មពេញវ័យកាលណាព្រះនាងមន្ទីជាមហេសីចុងកើតមានសេចក្តីច្រណែនឈ្នានីសដោយខ្លាចរាជសម្បត្តិធ្លាក់ទៅលើព្រះរាជបុត្រនៃមហេសីដើមដូច្នេះព្រះនាងមន្ទីក៏រករឿងញុះញង់បំបែកបំបាក់រៀងរាល់ថ្ងៃមួយព្រះរាជកុមារសូរវង្សនិងវរវង្សនាំបងប្អូនដើរលេងកម្សាន្តតាមទីធ្លាស្រាប់តែព្រះនាងមន្ទីចាប់ព្រែកកុមារទាំងពីរយកមកគៀបជាប់នឹងចន្លោះភ្លៅហើយស្រែកចៅវាវប្រាប់ឲ្យអ្នកផងឮថាព្រះរាជកុមារទាំងពីរប្រមាថមើលងាយខ្លួនហ៊ានមកចាប់ធ្វើការមិនគប្បីចំពោះមាតាចុងទាំងកម្លាំងព្រះបិតាបានឃើញដូច្នោះខ្ញាល់យ៉ាងខ្លាំងហើយបញ្ជាឲ្យពេជ្ឈឃាតនាំយកកុមារទាំងពីរទៅសម្លាប់ដោយឥតបានគិតពិចារណាឡើយប៉ុន្តែដោយបុណ្យបារមីនៃកុមារក្នុងពេលដែលពេជ្ឈឃាតរៀបនឹងសម្លាប់ព្រះនាងវង្សធ្យាជាមេត្តាទៅទាន់អង្វរពេជ្ឈឃាតសុំកុំឲ្យសម្លាប់ពេជ្ឈឃាតមានចិត្តមេត្តាក៏ជួយពង្វះកិច្ចចេញពីព្រះនគរព្រះមេត្តាបានទាំងប្រគល់ឲ្យព្រះរាជកុមារនៅព្រះទម្រង់រាជមួយម្នាក់ផងហើយសន្យាថាដល់គម្រប់10ឆ្នាំឲ្យវិលមកព្រះនគរវិញព្រះរាជកុមារទាំងពីរអង្គបានទទួលបណ្ដាំព្រះមេត្តាហើយក៏យាងកាត់ព្រៃព្រឹក្សាផ្សងព្រេងតាមវាសនាដោយទ្រង់អស់ព្រះកាយពលខ្លាំងក៏ទ្រង់ផ្ទុំលក់នៅក្រោមដើមឈើនាព្រៃដ៏ស្ងាត់ជ្រងំលំដាប់នោះព្រះឥន្ទ្រាធិរាជបានទតយល់ព្រះរាជកុមារភ្លាមក៏និមិត្តជាមាន់សមួយខ្មៅមួយចុះមករកស៊ីនៅក្បែរព្រះរាជកុមារហើយនិយាយថាខ្ញុំជាមាន់ខ្មៅបើអ្នកណាស៊ីសាច់ខ្ញុំកន្លងទៅ7ឆ្នាំនឹងបានសោយរាជ្យចំណែកខ្ញុំជាមាន់សក៏ដូច្នេះដែរបើអ្នកណាបានស៊ីខ្ញុំកន្លងទៅតែ7ខែនឹងបានសោយរាជ្យមាន់ទាំងពីរជជែកគ្នាហើយជល់គ្នានៅចំពោះព្រះភ័ក្ត្រព្រះរាជកុមាររហូតដល់ស្លាប់រៀងខ្លួនព្រះរាជកុមារទាំងពីរនឹកឆ្ងល់ក្នុងព្រះរាជហឫទ័យណាស់ហើយដោយឃ្លានអាហារខ្លាំងពេកផងសូរិយវង្សក៏រើសយកមាន់សឯវរវង្សក៏រើសយកមាន់ខ្មៅយកទៅចម្អិនសោយដោយសុខសាន្តលុះសោយសាច់មាន់នោះរួចហើយព្រះរាជកុមារទាំងពីរនាក់ក៏ធ្វើដំណើរទៅមុខទៀតអស់រយៈកាល7ខែពុទ្ធបានទៅដល់សាលាសំណាក់មួយក្នុងព្រៃនានគរគុណធបុរីហើយសម្រាកនៅទីនោះនិយាយពីនគរនោះក្រោយពេលដែលព្រះរាជាសោយទីវង្គតទៅនាម៉ឺនសេនាអាមាត្យរៀបចំធ្វើការផ្សងរកអ្នកមានបុណ្យដើម្បីឡើងគ្រងរាជសម្បត្តិនៅប្រទេសរបស់ខ្លួនកាលដែលបានរៀបក្បួនស្រេចហើយក៏ធ្វើដំណើរចេញទៅដោយឲ្យរាជកជេនដែលតាំងបោះសបុកនៅមុខគេបង្អស់ហើយអធិដ្ឋានថាបើអ្នកណាជាអ្នកមានបុណ្យសូមឲ្យរាជកជេននេះ
ហូបភ្លាមនៅចំពោះមុខអ្នកមានបុណ្យនោះកាលដែលរាជចេនមកដល់សាលាសំណាក់ដែលព្រះរាជកុមារទាំងពីរកំពុងផ្ទុំលក់ក៏ឈប់នៅស្ងៀមក្រុមសេនាអាមាត្យនាំគ្នាឡើងទៅលើសាលាហើយសូមយាងព្រះរាជកុមារនាមសូរ្យវង្សឲ្យយាងទៅគ្រងរាជសម្បត្តិនៅគន្ធពបុរីនោះព្រះរាជកុមារពុំព្រមទទួលសោះដោយប្រកែកថាខ្លួនគ្មានសមត្ថភាពតែសេនាអាមាត្យមិនព្រមនាំគ្នាបីត្រកងលើកដាក់លើបុស្សបុកហើយហែទៅកាន់រាជធានីព្រះកុមារនឹកអាល័យដល់វរវង្សជាប្អូនខ្លាំងណាស់សូមឲ្យសេនាអាមាត្យយកវរវង្សជាប្អូនទៅផងតែគេពុំព្រមយកលុះទៅដល់នគរក៏រៀបចំអភិសេកព្រះរាជកុមារសូរ្យវង្សជាមួយព្រះនាងសបុប្ផាជាព្រះរាជបុត្រីនៃព្រះអតីតមហាក្សត្រនគរនោះនឹងថ្វាយរាជ្យជាព្រះមហាក្សត្រដោយសុខសាន្តចំណែកព្រះរាជកុមារវរវង្សកាលក្រោកឡើងបាត់ព្រះរាមពុំឃើញក៏ទ្រង់ព្រះកន្សែងព្រួយព្រះハរតីយ៉ាងខ្លាំងទ្រង់ដើរស្រែកដង្ហើយហៅពីពេញព្រៃតែមិនឃើញសោះវរវង្សអស់សង្ឃឹមមិនដឹងទៅរកឯណាក៏យាងកាត់ព្រៃតាមដានជើងដំរីរាជនោះក៏ទៅដល់វាំងនៃព្រះរាមហើយសុំអ្នកយាមទ្វារចូលទៅរកតែគេពុំព្រមឲ្យចូលទៅដោយកំហែងគំរាមថែមទៀតព្រះរាជកុមារក៏គេចចេញអំពីទីនោះទៅតាមយថាកម្មទៅលោកដើរកាត់ព្រៃអស់5យប់5ថ្ងៃទើបបានដល់ផ្ទះដូនចាស់ម្នាក់នៅក្បែរវាំងនៃព្រះរាជានាមព្រះបាទធរណិតនានគរមួយហើយសូមដូនចាស់នោះនៅស្នាក់អាស្រ័យមួយយប់ផងដូនចាស់ក៏ព្រមឲ្យស្នាក់នៅដោយរីករាយតែដូនចាស់អប្រិយនេះបានឃើញព្រះទម្រង់ព្រះរាជកុមារនឹកស្មានថាជាចៅលួចរបស់ព្រះរាជទ្រព្យក៏ចូលទៅទូលព្រះរាជាទ្រង់ព្រះពិរោធខ្លាំងដោយបញ្ជាឲ្យសេនាទាហានចាប់ចងយកទៅសួរចម្លើយទោះបីព្រះរាជកុមារឆ្លើយថាព្រះទម្រង់នេះជាគេដំណើរពីព្រះមេត្តារបស់ព្រះអង្គក៏ដោយក៏ព្រះរាជានៅតែចោទថាជាចោរហើយបញ្ជាទាហានចាប់យកទៅដាក់ក្នុងទ្រុងដែកសែនទារុណថ្ងៃមួយមានយក្សកំណាចបានចូលទៅរាតត្បាតនគរជ័យបូរីដែលមានព្រះមហាក្សត្រនាមព្រះបាទសោទត្តជាមិត្តស្និទ្ធស្នាលជាមួយនឹងព្រះបាទធរណិតបណ្ដាលឲ្យនគរនោះជ្រួលច្របល់យ៉ាងខ្លាំងមិនតែប៉ុណ្ណោះវាចូលដល់ក្នុងវាំងដេញកំចាត់អារក្សដែលយាមទ្វារវាំងស្ដេចឲ្យរត់ខ្ចាត់ខ្ចាយអស់ហើយប្រាថ្នាស៊ីស្ដេចសោទត្តទៀតតែមិនទាន់បានចូលទៅចាប់ស្ដេចនៅឡើយវាចូលទៅពួនសំងំក្នុងគុហានាកន្លែងអារក្សនោះនៅនិយាយពីស្ដេចសោទត្តកាលបើជ្រាបដូច្នោះភ័យណាស់ក៏ត្រាប់បញ្ជាឲ្យសេនាចេញសំពៅទៅនគរព្រះបាទធរណិតដើម្បីថ្វាយដំណឹង
អំពីព្រឹត្តិការណ៍នេះហើយសូមឲ្យព្រះអង្គជួយជ្រោមជ្រែងក្នុងរឿងនេះផងព្រះធរណិតបានជ្រាបភ្លាមក៏បង្គាប់បញ្ជាសេនារុញសំពៅទម្លាក់ទឹកនិងធ្វើដំណើរទៅនគរជ័យបូរីប៉ុន្តែសេនាទាំងអស់រុញសំពៅនោះពុំរួចសោះក៏ប្រកាសរកអ្នកខ្លាំងពូកែដើម្បីរុញសំពៅនោះចុះទឹកព្រះរាជកុមារវរវង្សដែលនៅក្នុងទ្រង់ដែកក៏ទទួលខ្លួនធានានឹងរុញសំពៅនោះបានព្រះរាជាក៏ទ្រង់សន្យាថាបើឯងរុញសំពៅនេះបានមែននឹងដោះលែងឯងឲ្យមានសេរីភាពហើយនឹងព្រះប្រទានរង្វាន់ជាច្រើនទៀតដោយបុណ្យវាសនាពីព្រេងនាយព្រះកុមារក៏រុញសំពៅទម្លាក់ទឹកបានដោយធូរព្រះរាជាក៏ធ្វើដំណើរតាមសំពៅឆ្ពោះទៅនគរជ័យបូរីដោយយកទាំងព្រះរាជកុមារវរវង្សនិងព្រះនាងកេសរកេសីជាព្រះរាជបុត្រីព្រមទាំងសេនាមុខមន្ត្រីទៅផងនៅពេលទៅដល់នគរជ័យបូរីបានបញ្ជាឲ្យពួកពលរេសេនាបោះព្រះពន្លានៅក្បែរវាំងព្រះបាទសោទត្តហើយព្រះអង្គចូលទៅប្រាស្រ័យទាក់ទងជាមួយនឹងព្រះបាទសោទត្តក្នុងព្រះរាជវាំងថ្លែងពីព្រះនាងកេសរកេសីទ្រង់ផ្ទុំលក់ក្នុងរាត្រីបានយល់សុបិនឃើញតាចាស់ម្នាក់មកប្រាប់ថាព្រះរាជកុមារវរវង្សនេះហើយជាស្វាមីរបស់ព្រះនាងពីអតីតជាតិការព្រះនាងក្រោកឡើងក៏ចេះតែនឹកមមៃចំពោះព្រះរាជកុមាររហូតទាល់តែមានព្រះតីប្រតិព័ទ្ធស្នេហាចំពោះព្រះរាជកុមារយ៉ាងខ្លាំងឯព្រះរាជកុមារក៏មានសេចក្តីស្នេហាចំពោះព្រះនាងដែរមួយថ្ងៃព្រះរាជកុមារនិងព្រះនាងតែងតែនិយាយដាក់ពាក្យសម្ដីទៅវិញទៅមកចំណែកព្រះបាទធរណិតជាបិតាកាលដែលបានជជែកពីគ្រោះនឹងព្រះបាទសោទត្តដឹងរឿងរ៉ាវសពគ្រប់ហើយក៏និយាយថាយើងមានកុមារម្នាក់វាជាចៅលួចរបស់ព្រះរាជទ្រព្យហើយយើងក៏ចាប់យកទៅធ្វើទោសដាក់ក្នុងទ្រង់ដែកប៉ុន្តែកុមារនេះពូកែណាស់វារុញសំពៅដែលមនុស្សជាច្រើនរុញមិនរួចនោះឲ្យរួចបានឥឡូវជូនដំណើរយើងមកនៅក្នុងព្រះពន្លាខាងក្រៅវាំងឯណោះគួរតែឲ្យកុមារនេះលបងនឹងយក្សមើលបើវាព្រមសាកលបងនឹងយក្សទោះបីមិនឈ្នះយក្សក៏យើងមិនព្រួយបារម្ភដែរព្រោះវាជាមនុស្សមានទោសស្រាប់មកហើយគិតដូច្នេះក៏ឲ្យបម្រើទៅហៅព្រះរាជកុមារវរវង្សមកប្រាប់រឿងដែលយក្សខ្លាំងពូកែប្រាថ្នាមកស៊ីស្ដេចសោទត្តឥឡូវសូមឲ្យព្រះរាជកុមារទៅសម្លាប់យក្សនោះបើសម្លាប់បាននឹងឲ្យរង្វាន់យ៉ាងលើសលប់ព្រះរាជកុមារក៏ទទួលតាមព្រះរាជបញ្ជាប៉ុន្តែដើម្បីកុំឲ្យយក្សស្គាល់ថាជាមនុស្សធម្មតាព្រះរាជកុមារវរវង្សបានសុំគ្រឿងរាជព្រះខ័នរាជរបស់ស្ដេចសោទត្តមកតែងព្រះអង្គឲ្យដូចជាស្ដេចសោទត្តមែនតែនហើយចូលប្រយុទ្ធជាមួយនឹងយក្សនៅក្នុងគុហាលុះត្រាតែយក្សស្លាប់បាត់បង់ជីវិតក្នុងគ្រានោះទៅចំណែកព្រះបាទធរណិតឃើញព្រះរាជកុមារខ្លាំងពូកែមានឫទ្ធិអំណាចដូច្នោះក៏លើកព្រះនាងកេសរកេសីជាព្រះរាជបុត្រីឲ្យទៅព្រះអង្គធ្វើជាព្រះជាយាហ
ហើយប្រគល់រាជសម្បត្តិឲ្យស្នងរាជជំនួសព្រះអង្គឯព្រះបាទសោតទត្តបានឃើញព្រះរាជកុមារសម្លាប់យក្សបានជាការជួយព្រះអង្គឲ្យរួចចាកពីភ័យយន្តរាយក៏លើកព្រះនាងវរវតីជាព្រះរាជបុត្រីផ្សំគុំជាមួយព្រះអង្គជាអគ្គមហេសីហើយប្រគល់រាជសម្បត្តិឲ្យស្នងរាជក្នុងនគរជ័យបូរីទាំងមូលដែរព្រះរាជកុមារត្រូវបានសោយរាជនគរទាំងពីរហើយក៏មានអគ្គមហេសីពីរគឺព្រះនាងកេសកេសីជាអគ្គមហេសីដើមនិងនាងវរវតីជាអគ្គមហេសីចុងបាននៅរួមរស់ជាមួយគ្នាសុខសាន្តនានគរជ័យបូរីទៅឯអារក្សដែលធ្លាប់តែនៅរក្សានគរជ័យបូរីបានភៀសខ្លួនគេចចេញក្នុងពេលរករៀននោះបានដឹងថាយក្សស្លាប់ហើយក៏ត្រឡប់មកនៅរក្សានគរជ័យបូរីវិញបាននាំមកថ្វាយព្រះចៅវរវង្សមហាក្សត្រថ្មីនៅកែវមณีដែលអាចគ្រវីហោះហើរបានផងកាលដែលព្រះនាងកេសកេសីទ្រង់មានគភ៌បាន3ខែព្រះបាទវរវង្សនឹកភ្នែកចង់ទៅលេងនគរព្រះវរបិតាមាតាតាមបណ្ដាំព្រះមាតាដែលផ្ដាំថាគម្រប់10ឆ្នាំឲ្យវិលទៅនគរវិញព្រះអង្គក៏លាព្រះបិតាក្មេកព្រមទាំងព្រះជាយាថាខ្លួននឹងទៅលេងនគរព្រះបិតាព្រះមាតាតែមួយអង្គឯងទេតែព្រះនាងកេសកេសីមិនព្រមនៅសោះសុខចិត្តទៅតាមផងទោះបីអង្វរកយ៉ាងណាក៏នាងមិនព្រមព្រះបិតាក្មេកក៏ព្រមអនុញ្ញាតឲ្យទៅព្រះរាជកុមារវរវង្សក៏នាំនាងកេសកេសីក្រវីកែវមณีហោះទៅលុះដល់អាស្រមតាអីសីក៏ចុះឈប់សម្រាកហើយដើរកម្សាន្តជាមួយព្រះជាយាពេលនោះអីសីក៏លួចយកកែវមณีរតនៈហោះទៅលេងកម្សាន្តលើអាកាសដោយត្រូវខ្យល់ខ្លាំងពេកអីសីក៏ដាច់ក្បាលធ្លាក់អន្តរាយជីវិតឯកែវមณีរតនៈបានធ្លាក់នៅក្នុងនគរគន្ធពបូរីជានគរព្រះរាមពួកសេនាអាមាត្យរើសយកកែវមณีនោះបានក៏យកទៅថ្វាយព្រះបាទសូរវង្សទៅឯព្រះរាជកុមារវរវង្សនិងព្រះនាងកេសកេសីកាលដឹងថាឥសីលួចកែវមณีហោះទៅបាត់ហើយអ្នកទាំងពីរអង្គក៏យាងទៅដោយព្រះបាទលុះទៅដល់ជលសាមួយក៏នាំព្រះជាយាហែលឆ្លងតោងកំណាត់ឈើមួយដុំបាក់ប៉ើប៉ប៉ើកណ្ដាលមហាសាគរដោយអកុសលកម្មនៃព្រះរាជកុមារនិងព្រះនាងក៏ត្រូវខ្ចប់ជុះសង្គ្រាបោកបក់ឲ្យរបូតព្រះហត្ថអំពីកំណាត់ឈើបែកខ្ញែកគ្នាអស់ចំណែកព្រះនាងកេសកេសីកាលបើរស័ព្ទដល់មាត់ច្រាំងក៏ខំយាងរកព្រះស្វាមីតែរកមិនឃើញសោះហើយព្រះនាងក៏យកកន្សែងមកចងធ្វើជាទង់ជ័យសម្រាប់ឲ្យស្វាមីនាងស្គាល់ថាព្រះនាងមិនទាន់ស្លាប់ទេហើយព្រះនាងក៏យាងផ្សងកាត់តាមដងព្រៃយ៉ាងអន្លង់អន្លោចលុះទៅដល់នគរគន្ធពបូរី
បានជួបនឹងព្រានប្រមាញ់ម្នាក់ព្រះនាងបានអង្វរកគេសុំនៅស្នាក់អាស្រ័យជាមួយផងព្រានឃើញដូច្នោះក៏អាណិតណាស់បានសួរពីដំណឹងដើមតងសពគ្រប់បានដឹងអស់ហើយទើបនាំព្រះនាងទៅលំនៅឋានអាត្មាតែជាកម្មអកុសលរបស់ព្រះនាងត្រូវបានប្រពន្ធព្រានជេរបញ្ចោលដៀលពូជអំបូរហើយចោទថាព្រះនាងជាស្រីមានពុទ្ធបុត្រលួចស្រឡាញ់ប្តីរបស់គាត់ទៀតទោះបីគាត់ព្រមឲ្យនៅធ្វើជាខ្ញុំកំដរគាត់ហើយគាត់នៅតែប្រើអាកប្បកិរិយាមើលងាយគំហកកំហែងជារៀងរាល់ថ្ងៃឯព្រះនាងក៏ខិតខំយកចិត្តទុកដាក់ធ្វើការបោសច្រាសផ្ទះសម្បែងពុំដែលធ្វេសវិស័យដូចជាបាវព្រាវលោកព្រះនាងនៅបាន7ខែក៏ព្រះនាងក៏ត្រូវគ្រប់ទស្សនាព្រះនាងឈឺផ្ទៃជាខ្លាំងស្រែកយំឈឺចុកចាប់ឥតឧបមាមិនដឹងបានអ្នកណាជួយឲ្យបានធូរស្បើយឯប្រពន្ធព្រានបានបណ្ដេញឲ្យព្រះនាងទៅសម្រាលកូនឯក្រៅរបបផ្ទះព្រោះខ្លាចចង្រៃដល់ភូមិឋានរបស់គាត់ឯព្រះនាងក៏ខំលូនផងយកដៃអោបផ្ទៃផងបានទៅដល់ផ្លូវធ្លាខាងក្រៅរបបពេលនោះព្រះនាងក៏ប្រសូតបុត្រនៅទីកណ្ដាលវាលកណ្ដាលលៀមគោយ៉ាងសម្បើមនិងខ្យល់បក់បោកយ៉ាងខ្លាំងហើយសែនវេទនាខណៈនោះព្រះឥន្ទ្រាធិរាជបានតតយល់ថាព្រះនាងប្រសូតរាជបុត្រដូច្នេះក៏និមិត្តជាយាយចាស់ម្នាក់មកយកអាសាជួយបីបាច់ថែរក្សាកូននាងហើយសន្យាថាបើនាងត្រូវការកូនលោកវិញក៏យកចោលផ្ទះខ្ញុំនៅឯខាងកើតឯណោះដើម្បីជាបន្ទាល់ឲ្យងាយស្គាល់ថាជាកូននាងមែនឬមិនមែននៅថ្ងៃមុខនោះសូមនាងឲ្យវត្ថុអ្វីមួយមកនឹងទុកជាភស្តុតាងព្រះនាងក៏យកព្រះទម្រង់ដែលជារបស់ស្វាមីចងកឲ្យបុត្រនាងហើយនាងវិលទៅនៅធ្វើការបម្រើយាយចាស់ប្រពន្ធព្រានដូចដើមវិញកាលនាងវិលត្រឡប់មកភ្លាមព្រះអិនក៏និមិត្តជាថ្មាតមួយយ៉ាងធំក្រុងពីលើទារកហើយនិមិត្តសម្ពុតទាំងភ្នត់យ៉ាងស្រស់ស្អាតទ្របទារករួចដាក់លើផ្លូវធ្លីដែលព្រះរាជាគុណធពបុរីតែងយាងជាធម្មតាថ្ងៃមួយព្រះរាជាសូរវង្សព្រះចៅនគរគុណធពបុរីស្ដេចយាងចេញប្រពាតព្រៃបានតតឃើញថ្មាកំពុងក្រុងទារកនៅកណ្ដាលផ្លូវធ្លាដូច្នេះក៏បញ្ជាឲ្យរាជពលសេនាអាមាត្យរើសយកមកទ្រង់បានតតឃើញព្រះទម្រង់ដែលចងនៅនឹងកនោះស្គាល់ច្បាស់ជាព្រះទម្រង់វរវង្សដែលជាព្រះអនុជរបស់ព្រះអង្គទ្រង់ក៏ព្រះពិភ័លក្នុងព្រះរាជហឫទ័យណាស់ទ្រង់ក៏ត្រឡប់មកព្រះរាជវាំងវិញបានបង្គាប់ឲ្យធ្វើសាលាឆទានមួយនៅក្នុងសាលាព្រះអង្គបញ្ជាឲ្យគេគូររូបរឿងព្រះអង្គ
តាំងពីដើមរហូតដល់បានសោយរាជ្យនៅនគរនេះហើយព្រះអង្គទ្រង់ប្រកាសដាក់ទានដល់សាធារណជនទូទៅថាបើអ្នកណាចង់បានអីព្រះអង្គនឹងព្រះរាជទានឲ្យក្នុងសាលាឆទាននោះចាប់តាំងពីថ្ងៃនោះមកមានមនុស្សម្នាមហាជនតែងទៅទទួលយកព្រះរាជអំណោយទានយ៉ាងកក្រឹកកក្រែងហើយមើលរូបគំនូរដែលគូរនៅជញ្ជាំងសាលាយ៉ាងសប្បាយរីករាយនិយាយពីវរវង្សក្រោយដែលបានខ្ចប់ជុះបោកបក់របូតដៃបែកខ្ញែកគ្នានោះមកព្រះអង្គបានទៅដល់ត្រើយហើយដើរស្វែងរកព្រះជាយាបន្ទាប់មកបានជួបនឹងកន្សែងដែលព្រះនាងបានដាក់ជាសញ្ញានោះព្រះអង្គក៏សម្គាល់ថាព្រះនាងមិនស្លាប់ទេហើយព្រះអង្គក៏ខំស្វែងរកអស់កាលជាច្រើនខែដែរលុះបានដំណឹងថាព្រះរាជាព្រះអង្គទ្រង់ប្រោសប្រទានដល់សាធារណជននៅចំណីអាហារគ្រប់បែបយ៉ាងក៏យាងចូលទៅក្នុងសាលាឆទានប្រាថ្នាទទួលយកព្រះរាជអំណោយកាលបើបានឃើញរូបគំនូរដែលគូរជាប់នៅនឹងជញ្ជាំងសាលាមានដំណើររឿងដូចរឿងខ្លួនកាលពីដើមរូបគំនូរនោះទៀតសោតក៏ដូចទៅនឹងព្រះអង្គនិងព្រះរាមពេលនោះព្រះអង្គទ្រង់ព្រះកន្សែងខ្សឹបខ្សួលដួលសន្លប់បាត់ស្មារតីនៅទីនោះទៅព្រះរាជបម្រើឃើញដូច្នោះក៏ទៅទូលព្រះរាជាព្រះអង្គក៏ទ្រង់ឲ្យរាជបម្រើនាំបរោះនោះចូលទៅក្នុងវាំងព្រះចៅសូរវង្សបានស្គាល់ថាជាប្អូនក៏ទ្រង់ព្រះកន្សែងរៀបរាប់ពីដំណើរតាំងពីបែកគ្នាមកព្រះបាទសូរវង្សបានដឹងហើយឲ្យគេនាំយកព្រះរាជបុត្រានិងកែវមณีរតនៈដែលព្រះអង្គរើសបានមកបង្ហាញព្រះបាទវរវង្សហើយក៏ស្គាល់ព្រះទម្រង់និងកែវនោះថាពិតជារបស់ព្រះអង្គបន្ទាប់មកព្រះបាទវរវង្សក៏ចេញទៅក្រៅវាំងដើម្បីនឹងទៅរកព្រះជាយាទទួលពេលនោះដោយការទ្រាំនៅជាមួយនឹងយាយប្រពន្ធព្រានមិនបានព្រោះគាត់ធ្វើបាបខ្លាំងពេកព្រះនាងកេសរកេសីក៏លបរត់ចេញពីផ្ទះយាយហើយបានទៅជួបនឹងស្វាមីយ៉ាងរីករាយទៅទាំងពីរព្រះអង្គបានទៅថ្វាយបង្គំព្រះរាមរៀបរាប់តាមដំណើរហើយក៏បាននៅជាសុខសាន្តក្នុងវាំងនោះព្រះបាទវរវង្សបានបបួលព្រះរាមទៅនគរព្រះមាតាបិតាតាមបណ្ដាំមាតាដែលបានផ្ដាំថាដល់គម្រប់10ឆ្នាំហើយឲ្យវិលត្រឡប់ទៅវិញព្រះរាមក៏និយាយថាបើយើងទៅតែ4នាក់ស្វាមីនិងព្រះជាយាប៉ុណ្ណេះ
មិនសមដល់ឋានៈយើងជាស្ដេចសោយរាជឡើយគប្បីយើងរៀបចំជាក្បួនទ័ពជើងគោកជើងទឹកទៅទើបសមរម្យដើម្បីការពារគ្រោះថ្នាក់តាមផ្លូវផងព្រះបាទវរវង្សព្រមទទួលបញ្ជាក៏ត្រឡប់ទៅនគរព្រះបិតាក្មេកទាំងពីរដោយក្រវីកែវហោះទៅដើម្បីនាំទ័ពជើងគោកចំណែកព្រះរាមឲ្យរៀបបំរុងទ័ពជើងទឹកកាលបានទ័ពយ៉ាងសម្បើមហើយព្រះបាទវរវង្សជាមេទ័ពខាងជើងគោកឯព្រះបាទសូរវង្សជាទ័ពខាងជើងទឹកលើកឆ្ពោះទៅនគរព្រះបិតាមាតាលុះដល់នគរក្រសន់ជានគរបិតាក៏បោះទ័ពប្រុងប្រៀបព័ទ្ធនគរនោះចំណែកព្រះបាទសូរិយាជាព្រះបិតាក្រោយដែលបានបញ្ជាឲ្យពេជ្ឈឃាតនាំយករាជកុមារទាំងពីរទៅសម្លាប់បានយកព្រះនាងវង្សយាទៅដាក់ឃុំឃាំងក្នុងទ្រុងដែកយ៉ាងសែនទារុណដោយចោទថាជាស្រីខូចហើយបានប្រគល់រាជសម្បត្តិឲ្យព្រះរាជកុមារវៃវង្សាសោយរាជស្នងព្រះអង្គកាលបើបានដឹងថាមានទ័ពសត្រូវចូលមកព័ទ្ធនគរហើយព្រះបាទវៃវង្សាភ័យញាប់ញ័រខ្លាំងណាស់ឯព្រះបាទវរវង្សក៏បានឲ្យរាជបម្រើទៅថ្វាយដំណឹងដល់ព្រះបាទវៃវង្សាថាត្រូវឲ្យនគរមកជើងបើមិនឲ្យទេនឹងត្រូវច្បាំងគ្នាព្រះបាទវៃវង្សាឆ្លើយតបថាយើងមិនខ្លាចទេបើចៅវាយអ្នកឯងចង់បាននគរយើងឲ្យតែឲ្យស្ដេចអ្នកឯងប្រជល់ដំរីជាមួយនឹងយើងបើយើងចាញ់ហើយយើងនឹងឲ្យនគរនេះបើយើងឈ្នះវិញយើងសុំតែនៅសោយរាជនគរនេះតែប៉ុណ្ណោះព្រះរាជបម្រើត្រឡប់មកវិញទូលព្រះបាទវរវង្សតាមដំណើរព្រះបាទវរវង្សក៏ព្រមប្រជល់ដំរីតាមបំណងលុះចូលប្រយុទ្ធគ្នាត្រូវព្រះបាទវរវង្សសូរវង្សព្រមទាំងពួកដំរីសម្លាប់វៃវង្សានិងដំរីព្រះអង្គឲ្យស្លាប់ក្នុងសមរភូមិឯព្រះបាទសូរិយាជាបិតាទ្រង់ភ័យណាស់ដោយព្រះរាជបុត្រាជាទីស្រឡាញ់ត្រូវចាញ់សង្គ្រាមក៏ចូលខ្លួនទៅសុំចោះចាញ់លុះចូលទៅដល់ក៏មិនស្គាល់ជាព្រះរាជបុត្រទេដោយនឹកថាព្រះរាជបុត្រត្រូវព្រះអង្គឲ្យពេជ្ឈឃាតសម្លាប់ទៅហើយនោះទោះបីព្រះរាជកុមារទាំងពីរក្រាបថ្វាយបង្គំទូលយ៉ាងណាក៏មិនជឿទាល់តែព្រះរាជកុមារទាំងពីរនិយាយរឿងកាលដែលពេជ្ឈឃាតយកទៅសម្លាប់នោះរហូតដល់ពេលនេះហើយដោយមានព្រះទម្រង់នោះជាគ្រឿងសម្គាល់ផង
ទើបជឿថាជាព្រះរាជបុត្រមែនកាលជ្រាបជាកូនហើយទើបសួររឿងរ៉ាវតាំងពីដើមមកទើបព្រះអង្គយល់ថាព្រះនាងមន្ទាជាស្រីចង្រៃញុះញង់បំបែករាជបុត្រនិងព្រះនាងវង្សធយាចេញពីព្រះអង្គព្រះអង្គក៏ទ្រង់បញ្ជាឲ្យពេជ្ឈឃាតយកព្រះនាងមន្ទាទៅសម្លាប់ចោលទៅហើយដោះលែងព្រះនាងវង្សធយាឲ្យជាព្រះរាជអគ្គមហេសីពេញលក្ខណៈហើយក៏បានប្រគល់រាជសម្បត្តិទៅឲ្យព្រះរាជបុត្រទាំងពីរស្នងព្រះអង្គទៅទាំងនេះឯងជារឿងព្រេងប្រចាំភ្នំវរវង្សសូរវង្សដោយគេសំអាងលើរូបសំណាកថ្មមួយជារូបស្ត្រីកំបុតត្រឹមកសន្មតថាជារូបនាងមន្ទាដែលជាអ្នកត្រួសកាចហើយពេជ្ឈឃាតនាំយកទៅប្រហារជីវិតចោលនោះរូបនេះតាំងនៅក្នុងឃុំចំបក់ស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺហើយដែលសប្តាហ៍ថ្ងៃរាជការរាប់បញ្ចូលជាសង្កាត់នៃក្រុងគិរីរម្យទៅហើយត្រង់កំពូលភ្នំមួយដែលគេហៅថាភ្នំកម្មចវៀតនោះគេសម្គាល់ជាកន្លែងដែលខ្យល់បក់បោកដាច់កឥសីដែលលួចយកកែវមณีរតនៈរបស់ព្រះបាទវរវង្សទៅហោះលេងនោះក្រៅពីនេះនៅមានកន្លែងច្រើនទៀតដែលអ្នកស្រុកសម្គាល់ថាតាក់ទងនឹងរឿងព្រេងនោះដែរដូចជាកន្លែងថ្មបាំងសេកប្រណាំងឃ្លាំងរុំសេវជាដើមរឿងវរវង្សសូរវង្សដែលមានតាក់ទងនឹងភ្នំគិរីរម្យដែលយើងបាននិទានសូមបញ្ចប់តែត្រឹមនេះសូមឲ្យអស់លោកអ្នកនាងដែលបានស្ដាប់រឿងនិទាននេះទទួលបាននូវសេចក្តីសុខគ្រប់ប្រការអរគុណ